រឿងមុខក្រាស់នឹងអត់មានដល់អាសៀមអីទេណាបាទបងប្អូនក្រោយពីសម្ដេចនាយកនឹងគឺបានផ្ដល់កិច្ចសម្ភាសន៍ជាមួយនឹង Reuters ឥឡូវនេះគឺខាងថៃតាំងពីរដ្ឋមន្ត្រីក្រសួងការបរទេសហើយតាំងពីអ្នកនាំពាក្យកងទ័ពអីហ្នឹងគឺចេញមកប្រតិកម្មប្រព្រឹត្តហើយនឹងបណ្ដាញសារព័ត៌មានរបស់ថៃហ្នឹងគឺចេញមកនិយាយហើយចេញមកចោទប្រកាន់ថានាយករដ្ឋមន្ត្រីខ្មែរយើងហ្នឹងគឺនិយាយពាក្យមិនពិតអញ្ចឹងបើចង់សួរថាកន្លែងណាខ្លះតែនាយករដ្ឋមន្ត្រីខ្មែរហ្នឹងនិយាយពាក្យមិនពិតវាអត់ពិតកន្លែងណាហាដែលឯងចូលមកបុករុកចូលមកយកដីដាក់ទូកុងតឺន័របខិតព្រំដែនមកវាយបំផ្លាញផ្ទះប្រជាពលរដ្ឋរបស់អញហ្នឹងកន្លែងហ្នឹងវាមិនពិតកន្លែងណាខ្លះណាបាទរដ្ឋមន្ត្រីគេនិយាយថាយើងទៅវេទិកាហ្នឹងគឺអត់បានប្រយោជន៍ទេចុងក្រោយគឺយើងត្រូវមកនិយាយគ្នាពីរអ្នកដដែលទេក៏រួយមកអត់ត្រូវគ្របគេចាំប្រជុំមួយអាយុហើយណាប៉ុន្តែហើយនេះគេចាំរាជរដ្ឋាភិបាលថ្មីហើយប្រជាជនរបស់អញដែលអត់មានផ្ទះសម្បែងនៅហ្នឹងហើយគិតមិនណាច្បាប់អន្តរជាតិមានអញ្ចឹងបើសិនណាបើច្បាប់អន្តរជាតិក៏អត់អាចធ្វើអីបានទេអានឹងគឺយើងមានតែរៀបចំប្រទេសយើងសាថ្មីថាយើងគួរធ្វើយ៉ាងណាណាព្រោះរាល់ថ្ងៃពិភពលោកគឺអត់បានប្រទេសមួយនោះគឺអត់បានរស់នៅឯកាតែឯងទេគឺវាមានច្បាប់ដែលយើងមានច្បាប់ប្រទេសមានច្បាប់ពិភពលោកប៉ុន្តែបើគេល្មើសខ្មែរយើងប៉ុណ្្នឹងហើយច្បាប់ពិភពលោកហ្នឹងគឺធ្វើអីអត់បានទៀតមានតែថាប្រជាជនខ្មែរគ្រប់រូបណាយើងត្រៀមខ្លួនទៅប៉ុន្តែជំហានដំបូងហ្នឹងគឺអ្វីដែលថាយើងអាចជួយគ្នាបានគឺរឿងគ្រប់គ្រងតំណែងនៅក្នុងស្រុកយើងបាទកាត់បន្ថយតំណែងក្រៅស្រុកជាពិសេសគឺពីស្រុកវានឹងឲ្យអស់ណាដើម្បីបង្កើនដើម្បីឲ្យសេដ្ឋកិច្ចស្រុកយើងហ្នឹងគឺរឹងមាំអាហ្នឹងគឺជាអ្វីដែលយើងអាចទប់ទល់ជាមួយគេបានហ្នឹងគឺតាមរយៈសេដ្ឋកិច្ចទាំងឯងដែលជាអាវុធមួយដ៏សំខាន់បាទអញ្ចឹងគឺមានតែថាខ្ញុំដឹងថាមិនថាបងប្អូនមិនថាខ្ញុំទេគឺរងថ្ងៃគឺឃើញរូបភាពវីដេអូឃើញស្អីហ្នឹងគឺមានអារម្មណ៍ថាឈឺចាប់ខ្លាំងណាប៉ុន្តែយើងបំលែងការឈឺចាប់នឹងឲ្យទៅជាអាវុធស្អីមួយណាដើម្បីកម្ចាត់ខ្មាំងសត្រូវណាងាយបងប្អូនដែលជាប្រជាជនដែលថាអត់អាចធ្វើអីបានយើងមិនបានទៅចាប់កភ្លើងមិនបានទៅជីកត្រង់សេមិនបានទៅចាំច្បាំងមិនបានយកទ្រូងទៅពាំងគ្រាប់ទេណាប៉ុន្តែយើងនៅខាងក្រោយហ្នឹងគឺយើងអាចជួយប្រទេសជាតិរបស់យើងបានគឺតាមរយៈគ្រប់គ្រងផលិតផលនៅក្នុងស្រុកណាហើយនឹងកាត់បន្ថយការនាំចូលតំណែងពីស្រុកគេមកបាទនេះគឺជាអ្វីដែលថាបង